សូមចម្រើនពរញាតិញោមទាំងឡាយពីវត្តស្វាយទូងស្រុកព្រៃឈរខេត្តកំពង់ចាមលើកនេះខ្ញុំមកគណៈអាត្មាភាពសូមលើកយកនៅរបៀបឲ្យពរមកចែករំលែកជូនដល់ញាតិញោមជាបន្តគឺយើងរៀនមកដល់បែបទី4តែមុននឹងចូលទៅដល់បែបទី4អាត្មាសូមនាំញាតិញោមទៅរំលឹកនៅបែបទី3សិនទី3ដែលយើងបានរៀនកាលពីម្សិលមិញណាតោះឥឡូវសូមញាតិញោមចាំតែស្ដាប់អាត្មាទៅណាហើយផ្ទៀងទៅនៅអ្វីដែលយើងបានរៀនកាលពីម្សិលមិញណាតោះសាធុណោះបងមានសទ្ធាជ្រះថ្លាយកបច្ច័យយកមកចូលបុណ្យសូមឲ្យបងបានជួបតែពោទាំងឡាយ5ប្រការអាយុនោះណារស់បានវែងឆ្ងាយវណ្ណៈពណ៌សម្បុរល្អឆើតឆើយល្អភ័ក្រល្អកាយល្អទាំងចន្ទាសុខៈសូមឲ្យបានសេចក្តីសុខគ្រប់ប្រការពលៈកម្លាំងខ្លាំងដូចដំរីសាខ្លាំងទាំងសទ្ធាកំចាត់មច្ឆរិយៈបដិភានៈប្រាជ្ញាភ្លឺជាដូចដួងសូរិយាស្គាល់បុណ្យស្គាល់បាបស្គាល់ស្រាស្គាល់ធ្ងន់ស្គាល់គុណស្គាល់ទោសស្គាល់ខុសស្គាល់ត្រូវស្គាល់ប្រុសស្គាល់ស្រីស្គាល់យាយស្គាល់តាស្គាល់វត្តស្គាល់វាស្គាល់អាចារ្យស្គាល់ប្រសង់បងសច្ចាយ៉ាងណាសូមបានយ៉ាងនោះបងណាសូមអនុមោទនានេះជាបែបទី3ដែលយើងបានរៀនកាលពីម្សិលមិញឥឡូវនេះសូមឲ្យញាតិញោមទៅរៀននៅបែបទី4នៅក្នុងពេលនេះជាមួយអាត្មាដូចតទៅនេះតោះឥឡូវសូមចាប់ផ្ដើមឥឡូវញាតិញោមអានសិនឲ្យស្គាល់តួអក្សរសិនសាធុលោកយាយលោកតាមានសទ្ធាជ្រះថ្លាយកបច្ច័យមកចូលបុណ្យសូមជូនពរឲ្យជួបតែព្រះច្បាស់នឹងធម៌ប្រកបដោយពុទ្ធពរទាំងឡាយ4ប្រការគឺទី1អាយុសូមឲ្យមានអាយុវែងអស់កាលអង្វែងរាប់រយឆ្នាំវេរាទុកទោសព្រោះកាចកម្មកុំបីដិតដាមតាមបានទៀតទី2វណ្ណៈសូមឲ្យមានពណ៌សម្បុរកាយស្អាតពេញអង្ប្រានអ្នកផងរាប់អានគ្រប់គ្នាទី3សុខៈសូមឲ្យបានសេចក្តីសុខតរៀងទៅមុខឥតគណនាសុខចិត្តសុខកាយសប្បាយជាគ្នាឥតអ្វីរាំងរាដល់រូបកាយឡើយសុខដេកសុខដើរសុខធ្វើដំណើរទៅទីឆ្ងាយសុខរាល់រូបកាយគ្រប់គ្រួសារទី4ពលៈសូមឲ្យមានកម្លាំងខ្លាំងក្លាក្រៃកន្លងលើសជនសាមញ្ញផងចិត្តដានឹកពងគង់បានសម្រេចនឹងប្រកបដោយសម្បត្តិ3ទុក្ខសោករោគភ័យកុំបីបៀតរហូតដល់បច្ឆិមជាតិកុំឲ្យលោកយាយលោកតាឃ្លាតពីព្រះពុទ្ធព្រះធម៌ព្រះសង្ឃឡើយ សូមអនុមោទនាហ្នឹងហើយ
ឥឡូវបន្ទាប់ពីអានហើយសូមញាតិញោមត្រឡប់ទៅក្រោយវិញហើយយើងសូត្ររបៀបឲ្យប៉ែវតោះញាតិញោមសូមចាប់ផ្ដើមត្រេសាធុលោកយាយលោកតាមានសទ្ធាជ្រះថ្លាយកបច្ច័យយកមកចូលបុណ្យសូមជូនពរឲ្យជួបតែព្រះច្បាស់នឹងធម៌ប្រកបដោយពុទ្ធពរទាំងឡាយ4ប្រការគឺទី1អាយុសូមឲ្យមានអាយុវែងអស់កាលអង្វែងរាប់រយឆ្នាំវិរិយទុកទោសព្រោះកាច់កម្មកំបីដិតដាមតាមបានទៀតទី2វណ្ណៈសូមឲ្យមានពណ៌សម្បុរកាយស្អាតពេញអង្គប្រាណអ្នកផងរាប់អានគ្រប់គ្នាទី3សុខៈសូមឲ្យបានសេចក្តីសុខតរៀងទៅមុខឥតកណនីសុខចិត្តសុខកាយសប្បាយជាគ្នាឥតអវ័យរាំងរីដល់រូបកាយឡើយសុខដេកសុខដើរសុខធ្វើដំណើរទៅទីឆ្ងាយសុខរាល់រូបកាយគ្រប់គ្រួសារទី4ពលៈសូមឲ្យមានកម្លាំងខ្លាំងក្លាក្រៃកន្លងលើសជន់សាមញ្ញផងចន្ទានឹកពងគង់បានសម្រេចនឹងប្រកបដោយសម្បត្តិ3ទុកសោករោគភ័យកំបីបៀតរហូតដល់បច្ឆិមជាតិកុំអោយលោកយាយលោកតាឃ្លាតពីព្រះពុទ្ធព្រះធម៌ព្រះសង្ឃឡើយសូមអនុមោទនាណាហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងនេះជាបែបទី4ណាហើយកិច្ចឲ្យពោរបៀបឲ្យពោគឺនៅមានហោហែទៀតតែទោះយ៉ាងណាក្តីសូមញាតិញោមរៀននៅបែបទី4នេះសិនទៅហើយចាំជួបអាត្មានៅវីដេអូក្រោយសូមបិទ